នេះជាសតដើមតនកាត់ហើយនេះជាសតដែលកាត់រួចអូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ទៀតហើយមុននឹងឈានទៅដល់ការកាត់សក់ខ្ញុំសូមសំណូមពរបងប្អូនយើងម្នាក់មួយផងគឺខ្ញុំសូមឲ្យបងប្អូនយើងជួយ follow ខ្ញុំម្នាក់មួយគ្រប់គ្នាផងដោយសារតែខ្ញុំផុសទៅក៏ឃើញមាន view ច្រើនដែរចឹងហើយគ្រាន់តែ follow ម្នាក់មួយសង្ឃឹមថាបងប្អូនយើងនឹងជួយ follow ឲ្យគ្រប់គ្នាផងហើយសូមបញ្ជាក់បងប្អូនសាជាថ្មីគឺខ្ញុំឲ្យបងប្អូនជួយ follow ខ្ញុំម្នាក់មួយនេះខ្ញុំមិនមែនជា MMO ឬមួយក៏ជាអ្នករលុយតាមបណ្ដាញសង្គម Facebook ទេសម្រាប់ការបង្កើត page នេះឡើងគឺខ្ញុំមានគោលបំណងធំពីរគោលបំណងទី1របស់ខ្ញុំនោះគឺចង់ចែកម្លែកចំណេះដឹងពីការកាត់សក់ក៏ដូចជាបទពិសោធន៍ក្នុងការកាត់សក់របស់ខ្ញុំទៅកាន់បងប្អូនគាត់ដែលទើបនឹងចាប់ដើមអាជីពកាត់សក់ហើយគោលបំណងទី2របស់ខ្ញុំនោះគឺខ្ញុំចង់ប្រម៉ូទពីអាជីវកម្មកាត់សក់របស់ខ្ញុំឲ្យគេស្គាល់កាន់តែច្រើនអីចឹងទៅអញ្ចឹងហើយសង្ឃឹមថាបងប្អូនយើងកុំចិត្តដាច់អីជួយចុច follow ខ្ញុំអ្នកមួយផងខ្ញុំអរគុណទុកជាមុនហើយខ្ញុំនឹងព្យាយាមចែកម្លែកបទពិសោធន៍ក៏ដូចជាចំណេះដឹងពីការកាត់សក់ល្អទៅដល់បងប្អូនយើងទាំងអស់គ្នាបាទហើយឥឡូវយើងត្រឡប់មកការកាត់សក់យើងវិញហើយម៉ូតសក់ដែលខ្ញុំកំពុងកាត់នេះក៏មិនខុសពីម៉ូតសក់មិញដែរគឺមានឈ្មោះថា high fade ប្រភេទសក់បែបស្មើខ្ពស់ហើយដោយសារតែម៉ូតនេះហើយនឹងម៉ូតដែលខ្ញុំផុសម្សិលមិញគឺប្រភេទ high fade ដូចគ្នាអញ្ចឹងម្សិលមិញខ្ញុំក៏បានធ្វើលម្អិតពីវាហើយដែរអញ្ចឹងថ្ងៃនេះខ្ញុំអត់ចង់និយាយច្រើនទៀតទេដោយសារតែបងប្អូនអាចទៅត្រឡប់ទៅមើលវីដេអូម្សិលមិញដែលខ្ញុំកាត់ម៉ូតនេះបានហើយបងប្រុសនេះដែរគាត់ក៏ជាជនជាតិឥណ្ឌាដែរគាត់ក៏ស្រឡាញ់ពុកមាត់ដែរបងប្អូនហើយដោយបងប្អូនយើងឃើញស្រាប់ហើយពេលដែលខ្ញុំកាត់ហើយគាត់ងាកឆ្វេងងាកស្ដាំខ្លាំងតែមិនជាថ្មីទេបងប្អូនដោយសារតែមិនមែនលើកទី1សម្រាប់ខ្ញុំជួបភ្ញៀវបែបនេះទេហើយខ្ញុំជួបច្រើនមកហើយបងប្អូនយើងហើយខ្ញុំគិតថាសម្រាប់ជាងដែលគាត់កាត់យូរឆ្នាំក៏គាត់មិនខុសពីខ្ញុំដែរគឺគាត់ជួបភ្ញៀវច្រើនមានទាំងពិបាកមានទាំងស្រួលអីចឹងទៅហើយសម្រាប់ជាងថ្មីពេលដែលជួបភ្ញៀវបែបនេះខ្ញុំជឿជាក់ថាគាត់ច្បាស់ជាភ័យព្រោះខ្ញុំក៏ធ្លាប់ចង់កាត់អារម្មណ៍បែបហ្នឹងពីមុនមកដែរហើយពេលដែលបងប្អូនមានបទពិសោធន៍យូរឆ្នាំទៅបងប្អូននឹងឈប់ភ័យហើយអានេះសម្រាប់ជាងថ្មីខ្ញុំជឿជាក់ថាពីណាក៏ធ្លាប់បែបហ្នឹងដូចគ្នាដែរហើយសម្រាប់ដំណោះស្រាយពេលដែលយើងជួបភ្ញៀវរៀងពិបាកអញ្ចឹងយើងធ្វើតែធម្មតាទៅបងប្អូនយើងកាត់តាមដែលយើងចេះតាមដែលយើងរៀនទៅហើយជាយាមសួរភ្ញៀវថាគាត់ស្រឡាញ់បែបម៉េចចង់បានបែបម៉េចយើងកាត់តាមតម្រូវការរបស់គាត់ទៅរួចជាការស្រាច់សម្រាប់អាជីពមួយនេះគឺខ្ញុំចាប់ផ្ដើមពីឆ្នាំ2018មកអញ្ចឹងមកដល់ឆ្នាំ2025នេះគឺបទពិសោធន៍ខ្ញុំវាយូរគួរសមដែរហើយខ្ញុំចែកម្លែកចំណុចណាដែលខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំនឹងចែកម្លែកទៅបងប្អូនយើងទាំងអស់គ្នាដែលគាត់ទើបតែនឹងចាប់ដើមអាជីពមួយនេះហើយបើសិនជាបងប្អូនយើងមានចម្ងល់ចង់សាកសួរពីបញ្ហាកាត់សក់នេះអាច comment សាកសួរនៅខាងក្រោមវីដេអូក៏ដូចជាអាចឆាតចូល page បានបើសិនជាខ្ញុំអាចប្រាប់បានខ្ញុំនឹងប្រាប់បងប្អូនគឺខ្ញុំប្រាប់តាមតែខ្ញុំដឹងបងប្អូនតាមតែបទពិសោធន៍ខ្ញុំឆ្លងកាត់ខ្ញុំអាចប្រាប់បានប៉ុន្មានខ្ញុំប្រាប់ប៉ុណ្ណឹងទៅបងប្អូនអីចឹងទៅហើយបើសិនជាបងប្អូនចូលចិត្តរាល់វីដេអូខ្ញុំបានធ្វើនេះសូមកុំភ្លេចជួយចុច like comment ក៏ដូចជាចុច share ហើយនិងចុច follow ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីលើកទឹកចិត្តឲ្យខ្ញុំធ្វើវីដេអូចែកម្លែកទៅបងប្អូនយើងបន្តទៀតហើយរាល់ពាក្យពេចន៍រាល់វីដេអូដែលខ្ញុំបានចែកម្លែកទៅបើសិនជាមានកំហុសខុសឆ្គងមិនសមរម្យត្រង់ណាសូមបងប្អូនខន្តីអភ័យទោសខ្ញុំផងហើយកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងខ្ញុំនឹងព្យាយាមកែលម្អនៅក្នុងវីដេអូក្រោយទៀតអរគុណបងប្អូនយើងទាំងអស់គ្នាផងដែរបាទអរគុណច្រើន